កម្ពុជាសម្រេចដកប្រភេទកីឡាចំនួន8នៅក្នុងចំណោមប្រភេទកីឡាចំនួន21ចេញពី SEA Games លើកទី33ព្រោះតែបញ្ហាបែបនេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃការបញ្ជូនប្រភេទកីឡារបស់កម្ពុជាទៅចូលរួមការប្រកួត SEA Games លើកទី33ឆ្នាំ2025នៅប្រទេសថៃថ្ងៃទី9ដល់ថ្ងៃទី20ខែធ្នូខាងមុខនេះកម្ពុជាបានសម្រេចចាត់ដកប្រភេទកីឡាចំនួន8នៅក្នុងចំណោមប្រភេទកីឡាចំនួន21ដែលកម្ពុជាត្រូវបញ្ជូនទៅចូលរួម SEA Games លើកទី33នៅឯប្រទេសថៃហើយការធ្វើបែបនេះដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករនិងកីឡាការិនីជាអាទិភាពចម្បងបំផុតនិងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតតាមការបញ្ជាក់នៅក្នុងលិខិតផ្លូវការផ្ញើទៅកាន់លោក Dato Seri Chayyaphak Sirivath នាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ SEC កាលពីថ្ងៃទី26ខែវិច្ឆិកានេះគឺកម្ពុជាបានស្នើដកប្រភេទកីឡាចំនួន8រួមមានកីឡាយូដូការ៉ាតេបច្ចាស៊ីឡាត់ប៉េតង់ចំបាប់វ៉ូស៊ូបាល់ទាត់និងសីប៉ាតាក្រហើយរក្សាទុក13ប្រភេទកីឡាមានហែលទឹកអត្តពលកម្មកីឡាអេឡិចត្រូនិកគុនដាវកាយសម្ព័ន្ធជើជីតស៊ូ King Boxing តៃខ្វាន់ដូជិះសេះម៉ូតូទឹកត្រីអាប់ថ្លុងបាល់ទាត់លើតុនិងបាល់ទះតាមលិខិតផ្លូវការរបស់លោកវ៉ាន់ចម្រើនអគ្គលេខាធិការ NOCC ដែលបានផ្ញើទៅកាន់លោក Dato Seri Chayyaphak Sirivath គឺកម្ពុជាបានបញ្ជាក់ពីការដកខ្លួនលើប្រភេទកីឡាចំនួន8នៅក្នុងចំណោមប្រភេទកីឡាចំនួន21ដែលកម្ពុជាគ្រោងនឹងបញ្ជូនទៅចូលរួមការប្រកួត SEA Games នេះគឺមានន័យថាពេលនេះកម្ពុជានៅសល់តែ13ប្រភេទកីឡាទេដែលត្រូវចូលរួមព្រឹត្តិការណ៍នេះលោកវ៉ាន់ចម្រើនបានបញ្ជាក់នៅក្នុងលិខិតនេះថាយើងសរសេរលិខិតនេះដើម្បីជម្រាបជាផ្លូវការដល់ SEC ថាកម្ពុជានឹងចូលរួមក្នុងកីឡាចំនួន13ហើយនឹងដកខ្លួនចេញពីកីឡាចំនួន8ដែលបានរាយនាមដូចខាងក្រោមការកែតម្រូវនេះត្រូវបានធ្វើឡើងដោយសារតែកង្វល់សន្តិសុខយ៉ាងសំខាន់ដែលបង្កបញ្ហាប្រឈមដល់ការធានាសុវត្ថិភាពនិងការការពារអត្តពលិកនិងមន្ត្រីរបស់យើងជាមួយគ្នានេះគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC ក៏ទើបបានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើបច្ចុប្បន្នភាពនៃការចូលរួម SEA Games លើកទី33នៅប្រទេសថៃនេះដោយកាត់បន្ថយ8ប្រភេទកីឡាចេញហើយការធ្វើបែបនេះដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករនិងកីឡាការិនីជាអាទិភាពចម្បងបំផុតនិងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតNOCC បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡាពិសេសទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលបានសម្រេចជាចុងក្រោយកាត់បន្ថយហានិភ័យជាអតិបរមាដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡាដែលប្រកួតនៅសង្ខ្លាតំបន់ទឹកជំនន់ចេញនិងកីឡាមួយចំនួនទៀតបច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ150នាក់ក្នុង13ប្រភេទកីឡាប៉ុណ្ណោះ NOCC បានបន្ថែមថានេះជាស្មារតីបុរេសកម្មនិងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំដើម្បីធានាឲ្យមានការចូលរួមផងនិងធានាសុវត្ថិភាពខ្ពស់ដល់ប្រតិភូកីឡាកម្ពុជាផងសង្ឃឹមថាបងប្អូនជនរួមជាតិយោគយល់អធ្យាស្រ័យខ្ពស់ចំពោះការសម្រេចចិត្តដ៏លំបាកនេះជួបបងប្អូនយល់យ៉ាងណាដែរការដកប្រភេទកីឡាចំនួន8ទៀតចេញពីកីឡា SEA Games លើកទី33នៅប្រទេសថៃនេះសូមចូលរួម comment និង share តាមការគួរ